អ្នកទាំងអស់គ្នាមានដឹងថាទឹកធ្លាក់ដែលយើងហៅថា jewel ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិឆាងយីហ្នឹងគឺជាទឹកធ្លាក់បែបលក្ខណៈ indoor ដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងពិភពលោកដែលវាមានកម្ពស់រហូតដល់ទៅ40ម៉ែត្រហើយក្នុងនោះក៏មានជាហាងលក់ទំនិញនិងកន្លែងញ៉ាំអីរហូតដល់ទៅ300ទីតាំងសម្រាប់ឲ្យភ្ញៀវទេសចរទាំងអ្នកធ្វើដំណើរនិងសាធារណជនឲ្យគាត់អាចចូលទៅក្នុងទីតាំងនឹងបានបើនិយាយពីកន្លែងទឹកធ្លាក់នេះវិញអាចហៅបានថាជាឋានសួគ៌នៃ Garden ហ្មងព្រោះដោយសារមានដើមឈើនិងរុក្ខជាតិជាច្រើនប្រភេទរាប់ម៉ឺនដើមអ្នកទាំងអស់គ្នានៅក្នុងនេះអញ្ចឹងហើយទាំងចំហាយទឹកបូកផ្សំជាមួយនឹងរុក្ខជាតិទាំងអស់ហ្នឹងគឺធ្វើការដូចជាប្រព័ន្ធផ្ដល់នូវភាពត្រជាក់បែបធម្មជាតិទៅដល់តំបន់ហ្នឹងតែម្ដងហើយអ្វីដែលសំខាន់នោះគឺទឹកដែលយើងឃើញហ្នឹងគឺបានមកពីទឹកភ្លៀងយើងនឹងឯងដែលគេប្រើប្រាស់ក្នុងដំណើរការទឹកធ្លាក់ហ្នឹងហើយក៏គេប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំរុក្ខជាតិដែលមាននៅក្នុងពលាននឹងដែរនិយាយទៅមើលទៅឃើញឡើងខៀវស្ងាត់ស្រស់បំព្រងតែម្ដងបើឡើងទៅជាន់ខាងលើផុតនេះវិញគឺគេមានជាកន្លែងលេងកម្សាន្តតែតម្រូវឲ្យយើងទាំងអស់គ្នាត្រូវទិញសំបុត្រចូលសម្រាប់អ្នកដំណើរដែលត្រូវហោះហើរវិញគឺយើងអាចចេញពី Jewel នេះតាមរយៈ Link Bridge ទៅកាន់ Terminal ដែលយើងត្រូវហោះបានហើយបើនិយាយពីពលាននេះវិញការចំណាយទៅលើការសាងសង់គឺដល់ទៅ$1.2 ពាន់លានហើយនិយាយបានថាពលានយន្តហោះមួយនេះសាងសង់ឡើងមិនមែនគិតគូរត្រឹមតែស្ថាបត្យកម្មទេប៉ុន្តែគេផ្សារភ្ជាប់ទាំងបច្ចេកវិទ្យាហើយនិងធម្មជាតិតែម្ដងអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចរៀនអ្វីខ្លះបានពីអាកាសយានដ្ឋានអន្តរជាតិមួយនេះ